នៅពេលដែលយើងនិយាយទៅដល់តារាចម្រៀងផ្នែកស្ត្រីបាទដែលល្បីល្បាញនៅក្នុងប្រទេសកម្ពុជារបស់យើងនាអំឡុងទសវត្សរ៍ឆ្នាំ60និង70នោះយើងនឹងនឹកទៅដល់កម្ពុជាតារាចម្រៀងស្ត្រី3រូបដែលល្បីល្បាញបំផុតលើសគេបាទនាសម័យកាលនោះគឺមានអ្នកស្រីរស់ សេរីសុទ្ធា អ្នកស្រីប៉ែនរ៉ននិងអ្នកស្រីហួយមាសបាទអ្នកស្រីទាំង3រូបនេះគឺត្រូវបានប្រជាជនខ្មែររបស់យើងទូទាំងប្រទេសប្រសិទ្ធនាមថាជាតារាចម្រៀងលំដាប់កំពូលអ្នកស្រីរស់ សេរីសុទ្ធាមានងារថាជារាជិនីសម្លេងមាសបាទអ្នកស្រីប៉ែនរ៉នជារាជិនីសម្លេងខ្នុរណាំងចំណែកឯអ្នកស្រីហួយមាសមានរហស្សនាមថារាជិនីសម្លេងរនាតឯកបាទតារាចម្រៀងកំពូលទាំង3រូបនេះបាទគឺមានទឹកដមសម្លេងពិសេសមួយបែបម្នាក់មានលក្ខណៈពិសេសដោយបែបពីគ្នាបាទដូច្នេះហើយទើបកំពូលតារាចម្រៀងស្ត្រីទាំង3រូបនេះមានដែនអាណាចក្រចម្រៀងរបស់ពួកគាត់រៀងខ្លួនរាជិនីសម្លេងមាសរស់ សេរីសុទ្ធាគ្រប់គ្រងអាណាចក្រចម្រៀងរបស់អ្នកស្រីទៅលើបទបាទចម្រៀងភាពយន្តអ្នកស្រីរស់ សេរីសុទ្ធាគឺជាតារាចម្រៀងដែលក្តោបក្តាប់ទៅលើបទចម្រៀងក្នុងវិស័យភាពយន្តស្ទើរតែ 90% ទៅហើយដែលនៅក្នុងរឿងទាំងអស់នោះគឺជាបទចម្រៀងដែលជាសំនៀងរបស់អ្នកស្រីផ្ទាល់មិនថាតែជាបទចម្រៀងនៅក្នុងខ្សែភាពយន្តបែបសម័យឬក៏បុរាណនោះទេគេតែងតែឮសំឡេងរបស់អ្នកស្រីរស់ សេរីសុទ្ធាបន្លឺឡើងស្ទើរតែគ្រប់ចំណងជើងភាពយន្តដែលចាក់បញ្ចាំងនាសម័យកាលនោះបទចម្រៀងរបស់អ្នកស្រីរស់ សេរីសុទ្ធាភាគច្រើនគឺជាបទដែលបង្ហាញអំពីមនោសញ្ចេតនាស្នេហាឈឺចាប់ខកចិត្តទុក្ខសោកព្រួយសោកសៅស្នេហាខកបំណងខកចិត្តដែលត្រូវគេបោះបង់ចោលមានផ្ទៃពោះមុនពេលរៀបការស្នេហានារីបែបស្រុកស្រែចំការឈឺចាប់ទំនួញទុក្ខសោកយំយែកអណ្ដើកអណ្ដកបានគឺជាជំនាញរបស់អ្នកស្រីរស់ សេរីសុទ្ធាដែលពូកែប្រើប្រាស់នៅសំឡេងបើគេហៅថាជាប្រភេទសំឡេងទួញសោកទំនួញជាប្រភេទសំឡេងខ្មោចដែលពិបាកនឹងរកតារាចម្រៀងណាមកច្រៀងឲ្យដូចសំឡេងរបស់អ្នកស្រីបានជាពិសេសគឺការប្រើប្រាស់សំឡេងខ្មោចដែលប្រើកម្រិតខ្ពស់ផ្ដាច់ដែលពុំអាចរកតារាចម្រៀងណាធ្វើត្រាប់តាមសំឡេងរបស់អ្នកស្រីឡើយបាទដូចជាបទអូនសូមអង្វរប្រុសដែលក្បត់ចិត្តការរីកលើមេឃបាទសុទ្ធសឹងតែជាបទចម្រៀងដែលប្រើនៅសំឡេងខ្ពស់ហើយតឹងដែលពិបាករកតារាចម្រៀងរូបណាអាចធ្វើត្រាប់តាមបានដូច្នេះហើយទើបអ្នកស្រីរស់ សេរីសុទ្ធាក្លាយទៅជារាជិនីសម្លេងមាសដែលគ្រប់គ្រងដែនអាណាចក្រចម្រៀងរបស់អ្នកស្រីដែលជាប្រភេទបទដូចបានរៀបរាប់ខាងលើនេះពុំមានតារាចម្រៀងរូបណាអាចមានប្រៀបឲ្យលើសពីទឹកដមសំនៀងក៏ដូចជាទេពកោសល្យសិល្បៈនៅក្នុងការច្រៀងរបស់អ្នកស្រីបាននោះឡើយបាទឥឡូវនេះយើងចូលដល់អ្នកស្រីប៉ែនរ៉នអ្នកស្រីប៉ែនរ៉នត្រូវបានប្រជាជនខ្មែររបស់យើងទូទាំងប្រទេសទទួលស្គាល់ថាជាតារាចម្រៀងដែលមានសំឡេងធ្ងន់ធំបាទហើយផ្អែមរបៀបក្រមិចក្រមើមញាក់កន្ត្រាក់អារម្មណ៍សំឡេងរបស់អ្នកស្រីស័ក្តិសមបំផុតជាមួយប្រភេទបទឆាឆាបទញាក់កន្ត្រាក់អារម្មណ៍បទបែបក្រមិចក្រមើមបទបែបប្រើសំឡេងស្រែកខ្ពស់ប្រើតុងលាតដោយមិនប្រើសំឡេងខ្មោចគឺអ្នកស្រីស្រែកយ៉ាងអស់សំឡេងដោយមិនយកសំឡេងខ្មោចមកជាជំនួយនោះឡើយសំឡេងរបស់អ្នកស្រីប៉ែនរ៉នត្រូវបានអ្នកដែលមានជំនាញនៅក្នុងការស្ដាប់វាយតម្លៃថាជាប្រភេទសំឡេងកម្រិតថ្នាក់អន្តរជាតិបាទដែលគាត់មានតង់ទឹកដមសំឡេងការលើកដាក់សំឡេងបាទគឺតាមបែបបទចម្រៀងបាទសំនៀងបាទដែលគេហៅថាជាតារាចម្រៀងសំឡេងលំដាប់អន្តរជាតិបាទនេះគឺអ្នកជំនាញបានលើកឡើងយ៉ាងដូចនេះបាទហើយទឹកដមសំឡេងរបស់អ្នកស្រីគឺពីរោះប្លែកមួយបែបបាទជាពិសេសគឺមានប្រជាប្រិយភាពនៅក្នុងស្រទាប់ប្រជាជនខ្មែររបស់យើងនៅតាមស្រុកស្រែចម្ការមិនថាជាបទរាំវង់បាទឬក៏បទញាក់នោះទេបាទគឺអ្នកស្រីប៉ែនរ៉នប្រមូលបាននៅប្រជាប្រិយភាព
ប្រដំប្រសងជាមួយនឹងរាជនីសម្លេងមាសរស់សេរីសទ្ធាអ្នកណាក៏ស្គាល់អ្នកស្រីប៉ែនរ៉នឲ្យតែគេនឹកដល់ឈ្មោះអ្នកស្រីប៉ែនរ៉នគឺគេនឹកទៅដល់បទចម្រៀងញាក់បទចម្រៀងបែបរីករាយបទចម្រៀងបែបក្រមាច់ក្រមាមបាទបទចម្រៀងដែលប្រើសម្លេងកាចឆ្នាមគឺត្រូវបានអ្នកស្រីប៉ែនរ៉នក្តាប់នៅបទចម្រៀងអស់ទាំងនោះដែលអាណាចក្ររបស់អ្នកស្រីគឺជាប្រភេទបទញាក់ឆាដែលប្រើសម្លេងលះល្អនិងពីរោះហាក់បីដូចជាមានប្រៀបលើសគេនៅក្នុងការប្រើប្រាស់សម្លេងបទបែបញាក់ឆាដែលប្រើកម្រិតសម្លេងខ្ពស់ហើយនឹងដោយមិនប្រើសម្លេងខ្មោចហើយមានជាសម្លេងបែបកម្រិតអន្តរជាតិបាននេះគឺជាដែនអាណាចក្ររបស់អ្នកស្រីប៉ែនរ៉នដែលតារាចម្រៀងផ្សេងទៀតហាក់បីដូចជាពុំទាន់មានប្រៀបលើអ្នកស្រីប៉ែនរ៉ននៅក្នុងការប្រើប្រាស់សម្លេងទៅលើប្រភេទបទចម្រៀងដូចដែលបានរៀបរាប់ខាងលើនេះឡើយបាទឥឡូវយើងចូលមកដល់ទី3គឺរាជិនីសម្លេងរនាតឯកហួយមាសអ្នកស្រីហួយមាសត្រូវបានប្រជាជនខ្មែររបស់យើងគ្រប់ស្រទាប់វណ្ណៈទទួលស្គាល់ថាជាតារាចម្រៀងដែលមានភាពលេចធ្លោមានទេពកោសល្យសិល្បៈដ៏ច្រើនសម្បូរបែបមិនមែនត្រឹមតែច្រៀងការអត្ថាធិប្បាយល្ខោននិយាយប៉ុណ្ណោះទេអ្នកស្រីថែមទាំងជាអ្នកនិពន្ធនៅទំនុកច្រៀងទំនុកភ្លេងបានយ៉ាងពីរោះនិងប្រកបដោយទេពកោសល្យសិល្បៈអាចទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ឲ្យរលុងរលួចទៅតាមទឹកដមសម្លេងរបស់អ្នកស្រីផងនៅទៅតាមចង្វាក់ភ្លេងក៏ដូចជាទំនុកច្រៀងដែលបង្កប់តាមរយៈសំឡេងរបស់អ្នកស្រីផងដែរអ្នកស្រីហួយមាសគឺជាតារាចម្រៀងដែលមានសម្លេងល្អពីធម្មជាតិបែបស្រាលស្រទន់ផ្អែមលួងលោមជាសម្លេងរីករាយជាសម្លេងដែលបង្កប់នៅមនោសញ្ចេតនាបបោះអង្អែលបាទលួងលោមអារម្មណ៍របស់អ្នកស្ដាប់បាទឲ្យលងលក់ទៅតាមទឹកដមសម្លេងដ៏ស្រាលស្រទន់ពីរោះប្លែកត្រជាក់ដែលស្ដាប់ទៅហើយធ្វើឲ្យអ្នកអានហាក់បីដូចជាធូរអ្នកបានសំទោសអ្នកស្ដាប់ធូរស្រាលនៅក្នុងអារម្មណ៍បាទហើយហាក់បីដូចជាកំពុងតែស្រមៃឃើញនៅរូបនារីដ៏ស្រស់ស្អាតមួយរូបកំពុងតែច្រៀងលួងលោមយើងឲ្យស្បាយពីទុក្ខសម្លេងរបស់អ្នកស្រីស័ក្តិសមជាមួយនឹងប្រភេទបទដែលប្រើប្រាស់នៅភាសាផ្អែមល្ហែមលួងលោមបបោះអង្អែលថ្នាក់ថ្នមបាទនិងទោះបីជាអ្នកស្រីច្រៀងបទកំសត់មនោសញ្ចេតនាក៏អ្នកស្រីប្រើប្រាស់នៅសម្លេងផ្អែមស្រាលស្រទន់របស់អ្នកស្រីគឺជាចម្រៀងដែលបង្ហាញអំពីទុក្ខព្រួយសោកសៅប៉ុន្តែมันមានបង្កប់នៅកំហឹងมันមានបង្កប់នៅការចងកម្មចងពៀឬក៏បង្កប់នៅទុក្ខសោកដែលអាចឲ្យយើងតឹងទ្រូងពេកនោះទេបាទគឺទោះបីជាបទកំសត់ទុក្ខព្រួយក៏ប៉ុន្តែស្ដាប់ទៅហាក់បីដូចជាមានអារម្មណ៍ថាធូរស្បើយនៅក្នុងចិត្តដោយសារតែភាពផ្អែមល្ហែមនិងការថ្នាក់ថ្នមសម្លេងស្រាលស្រទន់របស់អ្នកស្រីយ៉ាងពីរោះស្រាលស្រទន់ប្រៀបដូចជាសម្លេងរនាតឯកបន្លឺឡើងតាមខ្យល់ជំនោរបាទអ្នកស្រីអាចប្រើប្រាស់បាននៅសម្លេងច្រើនទម្រង់បាទទាំងសម្លេងតូចធំស្អកសម្លេងរៀងរំអួយរំញែកសម្លេងបែបគេហៅថាសម្លេងខ្មោចបាទសម្លេងញែកបាទឬក៏សម្លេងប្រភេទសម្លេងជាច្រើនទៀតទៅតាមប្រភេទបទចម្រៀងដែលអ្នកស្រីបានច្រៀងបាទទៅតាមចង្វាក់ភ្លេងគឺសម្លេងរបស់គាត់មានភាពប្លែកៗគ្នាទៅតាមប្រភេទបទនីមួយៗរហូតដល់ប្រិមិត្តខ្លះដែលមិនសូវជាតាមដានស្ដាប់បទចម្រៀងពីដើមមិនអាចសន្មតថាបទនេះជាសម្លេងរបស់អ្នកស្រីហួយមាសនោះឡើយបាទពីព្រោះតែទឹកដមសម្លេងរបស់អ្នកស្រីប្រែប្រួលទៅតាមប្រភេទបទចម្រៀងដែលគាត់អាចផ្លាស់ប្ដូរបានបាទហើយអ្វីដែលជាលក្ខណៈពិសេសរបស់អ្នកស្រីហួយមាសទៀតនោះគឺដែលអាណាចក្ររបស់អ្នកស្រីគឺគ្រប់រឿងភាគនិទាននៃរឿងប្រឡោមលោកដែលបានចាក់ផ្សាយតាមរយៈរលកវិទ្យុជាតិនៅក្នុងសម័យកាលនោះបាទគឺស្ទើរតែទាំងអស់គឺជាបទចម្រៀងដែលជាសំនៀងរបស់អ្នកស្រីផ្ទាល់អ្នកស្រីមិនត្រឹមតែជាអ្នកបញ្ចូលសម្លេងតួឯកនៅក្នុងរឿងភាគនិទាននៃរឿងប្រឡោមលោកនោះទេក៏ជាអ្នកចម្រៀងដែលច្រៀងបញ្ចូលនៅក្នុងរឿងនោះផងដែរដែលតារាចម្រៀងផ្សេងទៀតបាទក៏មានពេលខ្លះច្រៀងបញ្ចូលនៅក្នុងភាគនិទាននៃរឿងប្រឡោមលោកនោះដែរក៏ប៉ុន្តែពុំជាច្រើននោះទេបាទពលគឺដែលអាណាចក្ររបស់អ្នកស្រីគឺត្រូវបានបាទហ៊ុំព័ទ្ធទៅដោយរបងដែលមានអ្នកស្រីហួយមាសគឺជាម្ចាស់បាទន័យថាគឺជាអ្នកម៉ៅផ្ដាច់មុខនៅក្នុងរឿងភាគនិទាននៃប្រឡោមលោកដែលតម្រូវឲ្យជាចម្រៀងដែលជាសំនៀងរបស់អ្នកស្រីហួយមាសផ្ទាល់តែម្ដងក្តាប់ទៅលើប្រភេទបទចម្រៀងដែលប្រើសំឡេងផ្អែមស្រាលស្រទន់ហើយខ្ពស់អណ្ដែតបាទដូចជារនាតឯកប្រគំបាទអណ្ដែតរសាត់ទៅតាមខ្យល់ល្វើយបាទស្រាលស្រទន់ពីរោះប្លែកត្រជាក់ដែល
មានភាពពីរោះមួយបែបម្នាក់ពីអ្នកស្រីរស់សេរីសុទ្ធានិងអ្នកស្រីប៉ែនរ៉នបាទនិយាយរួមទៅគឺតារាចម្រៀងស្ត្រីទាំង3រូបនេះគឺមានដែនអាណាចក្ររបស់ពួកគាត់រៀងខ្លួនមានលក្ខណៈពិសេសដាច់ដោយឡែករៀងខ្លួនប្រើប្រាស់នៅទឹកដមសម្លេងរបស់គាត់ពីធម្មជាតិទៅតាមអ្វីដែលជាទេពកោសល្យសមត្ថភាពរបស់ពួកគាត់ដោយមិនចម្លងដោយមិនត្រាប់តាមគ្នាឬក៏មិនខំប្រឹងបាទធ្វើអ្វីដើម្បីឲ្យមើលទៅខុសអំពីសមត្ថភាពទេពកោសល្យរបស់ពួកគាត់ដោយការត្រាប់តាមតារាចម្រៀងផងគ្នានោះឡើយបាទហើយពួកគាត់មានសមត្ថភាពដោយឡែកពិសេសទាំងអស់នេះមិនមែនជារឿងដែលចៃដន្យនោះទេបាទគឺជាសមត្ថភាពដែលមានពីធម្មជាតិប្រទានមកផ្ទាល់តែម្ដងបាទបូករួមនឹងការវឹកហាត់បាទបច្ចេកទេសនៅក្នុងការច្រៀងការណែនាំពីគ្រូភ្លេងក៏ដូចជាគ្រូតន្ត្រីសិល្បៈបាទនៅក្នុងសម័យកាលនោះផងធ្វើឲ្យពួកគាត់កាន់តែដុសខាត់នៅសមត្ថភាពទេពកោសល្យរបស់ពួកគាត់រហូតដល់ចំណុចកំពូលរៀងខ្លួនបាទហើយអ្វីដែលពិសេសអស្ចារ្យទៅទៀតនោះមកទល់នឹងពេលនេះទៅហើយក៏អ្នកស្រីទាំង3នៅតែរក្សាបាននៅកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងពិភពសិល្បៈបទចម្រៀងរបស់ពួកគាត់ត្រូវបានកូនខ្មែរយើងជំនាន់ក្រោយបាទមិនថាជាអ្នកសិល្បៈឬក៏ប្រជាជនសាមញ្ញធម្មតាទេនៅតែនិយមចូលចិត្តស្ដាប់កម្សាន្តនិងយកទៅច្រៀងលេងក្នុងកម្មវិធីនានាទៀតផង